គុណសិស្សមួយចំនួនឲ្យទៅពាក់ព័ន្ធនឹងការប្របែកខ្នាតសម្ពាធហើយនឹងខ្នាតនេះគឺគាត់តែងតែភ័ន្តច្រឡំនេះអញ្ចឹងវីដេអូនេះគ្រូនឹងមកបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបបំបែកខ្នាតសម្ពាធហើយនឹងខ្នាតនេះណាអញ្ចឹងមុននឹងយើងបំបែកខ្នាតសម្ពាធហើយនឹងខ្នាតនេះយើងត្រូវដឹងសិនអំពីខ្នាតរបស់វាទី1សម្ពាធខ្នាតរបស់វាគឺគិតជាប៉ាស្កាល់អញ្ចឹងបើសិនជាគេឲ្យ1 atmosphere គឺបងត្រូវយក1គុណ10ស្វ័យគុណ5ប៉ាស្កាល់ណាអញ្ចឹងប្រមាណ atmosphere ក៏ដោយគឺយកប៉ុណ្ណឹងគុណ10ស្វ័យគុណ5ទី2ខ្នាតមាត្រ1លីត្រគឺស្មើ1 decimal kip អញ្ចឹងគឺយើងត្រូវយក1គុណ10ស្វ័យគុណដក3 mét kip មែនតើទៅ DC 10ស្វ័យគុណដក1ក៏ប៉ុន្តែដោយសារជាគេលើកវាជា kip អញ្ចឹងដក1គុណ3វាឡើងដក3បងមើលឧទាហរណ៍មិនគូក្រៅថា1 atmosphere យក1គុណ10ស្វ័យគុណ5អញ្ចឹងប្រមាណ atmosphere យកប៉ុណ្ណឹងគុណ10ស្វ័យគុណ5ចឹងឧទាហរណ៍បើយើង2 atmosphere អញ្ចឹងបងយក2គុណ10ស្វ័យគុណ5ចុះបើគេឲ្យមក50យក50គុណ10ស្វ័យគុណ5មានបងខ្លះគាត់ឃើញ50បាទមាន0 1នៅខាងចុងគាត់ចង់លុប0ចោលសរសេរតែ5អញ្ចឹងកាលណាយើងលុប0នៅខាងមុខយើងទៅឡើងស្វ័យគុណវិញអញ្ចឹងកាលណាយើងសរសេរ5ស្វ័យគុណយើងឡើង6 V ស្មើនឹង20លីត្របាទអញ្ចឹងយើងយកវាគុណ10ដក3ណា1លីត្រក៏ដោយ1 decimal kip ក៏ដោយយកវាគុណ10ដក3អញ្ចឹងបើគេឲ្យមក20យើងយក20គុណ10ដក3ដែរមកចុះបើសិនជាយើងយកវា2ពេលដែលយើងយកវា2ស្វ័យគុណនេះធ្វើម៉េចបាទអញ្ចឹងស្វ័យគុណតវាខុសពីអាមុនណាអាមុនកាលណាយើងលុបតឡើងដល់ពេលនេះបើយើងលុបបន្ថយវិញអញ្ចឹងកាលណាយើងលុប01វាសល់តែ2អញ្ចឹងជពាក់គេអត់ច្រើនដូចមុននេះមុនជពាក់គេ3ឥឡូវជពាក់គេសល់តែ2ឯងបើអូនទៅសេលេខ2អានេះស្វ័យគុណត2អញ្ចឹងគ្រូមាន homework 2សម្រាប់បងប្អូនទាំងអស់គ្នាសាកល្បងអញ្ចឹងសូម comment ចម្លើយបងប្អូនទាំងអស់គ្នានៅខាងក្រោមវីដេអូនេះតើពេលអូនឃើញបានវេអូនឃើញបានទេបាយបាយជួបគ្នានៅវីដេអូក្រោយ